បាទជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំបាទទៀតហើយនៅវីដេអូថ្មីបងប្អូនហើយថ្ងៃនេះមានខ្លែងស្លាប់កែវមួយយកមកសាកហើយបងប្អូនបិទกระดาษស្អាតខ្ញងហើយបងប្អូនប៉ុន្តែឥឡូវហ្នឹងមិនទាន់មានខ្យល់ទេហើយវីដេអូហ្នឹងគឺថាបញ្ជាក់តិចគឺវីដេអូចាស់ទេបងប្អូនវីដេអូតាំងពីឆ្នាំមុនទេប៉ុន្តែខ្ញុំមិនទាន់បានអាប់ឡូតចូលនៅក្នុង channel YouTube ខ្ញុំនេះគឺសកម្មភាពរបស់ខ្ញុំហើយនឹងក្មួយខ្ញុំពងយកមករៀបចំបង្ហោះសាកកាលពីយើងទៅច្រូតហើយថ្មីនៅឆ្នាំមុនហើយខ្លែងហ្នឹងកម្ពស់វា2ម៉ែត្រហើយស្លាបវា1ម៉ែត្រកៅហើយបងប្អូនស្លាបហើយនឹងកម្ពស់ហ្នឹងចង់ប្រហែលគ្នាអញ្ចឹងកំពុងឲ្យក្មួយចងកតុយចងអីកំពុងរៀបសាកឲ្យបងប្អូនតែពេលហ្នឹងគឺស្ងាត់ខ្យល់ឈឹងខែយើងខែច្រូតប៉ុន្តែរឿងស្ងាត់ខ្យល់ដើមខែដំបូងហើយសម្រាប់ឯកវិញយើងលេងផ្ដៅឲ្យបងប្អូនដងនេះ2ម៉ែត្រអណ្ដាត1ម៉ែត្រ20នេះបងប្អូនដឹងត្រូវຂະຫນាតត្រូវអីអត់ទេប៉ុន្តែចេះតែដាក់ហើយសម្រាប់ខ្លែងនេះដែរមកទល់នឹងពេលឥឡូវគឺវាខូចបាត់ហើយបងប្អូនវាខូចស្លាបវាកោងឆ្អឹងលើវារឿងប៉ោងវាចដល់ពេលกระดาษរឹបទៅគឺវាប៉ោងវាចដោយសារតែយើងធ្វើឆ្អឹងតូចពេកប៉ុន្តែអាពេលធ្វើឲ្យថ្មីហ្នឹងគឺត្រង់អញ្ចឹងបងប្អូនគាត់ទៅប្រហោះបាន2 3ដងกระดาษវាចាប់ដើមរឹបនៅពេលกระดาษរឹបឆ្អឹងវាចាប់ដើមវាអញ្ចឹងវាជាបទពិសោធន៍មួយដែរសម្រាប់យើងធ្វើខ្លែងទឹមតារៀនធ្វើថ្មីយើងអាចដឹងអញ្ចឹងយើងធ្វើលើក្រោយបិទกระดาษឲ្យរៀងធូរបន្តិចអញ្ចឹងណាហើយធ្វើឆ្អឹងឲ្យរៀងរឹងយ៉ាងហ្នឹងហើយបញ្ជាក់ជូនបងប្អូនដែរដែលខ្ញុំមិនមែនជាអ្នកស្ទាត់ជំនាញរឿងធ្វើខ្លែងទេដែលខ្ញុំចេញវីដេអូនេះគឺសិតតែជាខ្លែងដែលខ្ញុំចាប់ផ្ដើមរៀនធ្វើតាំងពីដំបូងមកទាំងអស់បងប្អូនគឺខ្ញុំកំពុងតែរៀនធ្វើទេមិនមែនខ្ញុំអ្នកចេះធ្វើខ្លែងពីដើមមកទេគឺខ្ញុំរៀនធ្វើខ្ញុំថតដើរអញ្ចឹងណាបងប្អូនកុំឲ្យបងប្អូនយល់ច្រឡំថាមានខមមិនខ្លះហៅខ្ញុំសិតតែគ្រូខ្លែងហៅអីមិនមែនទេបងប្អូនខ្ញុំគឺខ្ញុំរៀនធ្វើទេហើយស្អាតមិនស្អាតខុសឆ្គងអីបងប្អូនកុំប្រកាន់បាទអញ្ចឹងបងប្អូនវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណច្រើន